ngàyនេះដែរខ្ញុំចង់បង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងការ register contract 3 អញ្ចឹងដំបូងគឺយើងត្រូវចូល contract 3 សិនអញ្ចឹងយើងវាយមក construct 3បន្ទាប់មកទៀតគឺយើងចូល link ខាងលើគេនេះដែលមានឈ្មោះថា construct 3ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចចូលទៅក្នុងកន្លែង education នេះដែរបាទដើម្បីឲ្យយើងចង់ line construct 3ប៉ុន្តែមុននឹងយើង line construct 3ហ្នឹងគឺយើងត្រូវ make sure ថាតើយើងបាន register ឬនៅអញ្ចឹងតាមការជាក់ស្ដែងឥឡូវខ្ញុំ log out សិនតាមការជាក់ស្ដែងគឺយើងទៅ register ភាពងាយស្រួលនៃការ register របស់យើងនោះគឺអ្នកទាំងអស់គ្នាគឺត្រូវមាន email ជាប់ជាមួយនឹង Google Chrome សិនមកដើម្បីយើងងាយស្រួល register យើងយកពាក្យ register បាទបន្ទាប់មកទៀតយើង sign up with Google បាទបើយើងមាន Google ហើយងាយស្រួលយើងយក choose email ដែលយើងចង់ choose នឹងមកបាទអញ្ចឹងវានឹង redirect ចូលទៅកាន់បាទlogin របស់យើងហើយអញ្ចឹងអ្នកនរគ្នាឃើញហើយគឺបន្ទាប់ពីយើង register ដាក់ email redirect ហើយអ្នកនរគ្នាអាចវាយឈ្មោះរបស់យើងចូលក្នុងហ្នឹងមកទីឲ្យខ្ញុំវាយថា Kim Hong ហើយអ្នកនរគ្នាត្រូវ allow term ទាំងអស់បន្ទាប់មកទៀតយើងយកពាក្យ let's go នៅពេលដែលយើងចូលយកពាក្យ let's go ហ្នឹងទៅអ្នកនរគ្នាត្រូវពិនិត្យមើលថាតើរបស់យើងបាន register ហើយឬនៅបើសិនជា let's go ហើយវានឹងបាត់ screen មួយនេះអ្នកនរគ្នាចុចមើលកន្លែងនេះអញ្ចឹងយើងមើលឃើញថាយើងត្រូវបានបាទ log in ចូលរួចជាស្រេចអញ្ចឹងខ្ញុំអាចដូរឈ្មោះបន្តិចមកព្រោះឈ្មោះហ្នឹងអាចមានអ្នកដូចបាទអញ្ចឹងខ្ញុំចូល let's go ទៅបាទអញ្ចឹងមានន័យថាឈ្មោះជួនកាលពេលយើងដាក់វាលោតទៅអត់រួចទេដោយសារអីដោយសារមានអ្នកផ្សេងឈ្មោះដូចយើងដែរតោះណាបាទអញ្ចឹងគឺយើងត្រូវដូរឈ្មោះរបស់យើងហ្នឹងទៅតាមអីដែលវាអាចធ្វើបានដូចជាយើងដាក់ឈ្មោះបន្ថែមយើងដាក់លេខឬក៏ដាក់សញ្ញាអញ្ចឹងបើខ្ញុំនេះឈ្មោះកំហុងអូខេអរគុណច្រើនមានប៉ុណ្្នឹងឯណាសម្រាប់វីដេអូយើងថ្ងៃនេះ